សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Admin Pro ភ័ក្រវិលត្រឡប់មកជួបបងប្អូនម្ដងទៀតហើយហើយថ្ងៃនេះ Admin Pro ភ័ក្រមានសាច់រឿងថ្មីសម្រាប់បងប្អូនទស្សនាហើយបើពេញចិត្តវីដេអូរបស់ Admin សូមកុំភ្លេចជួយចុច Like និងចុច Subscribe ទាំងអស់គ្នាដើម្បីទទួលបានវីដេអូថ្មីៗរបស់ Admin អូខេ Let's go ផ្ដើមសាច់រឿងដំបូងតួស្រីរបស់យើងគាត់បានមកដាក់ពាក្យធ្វើការជាអ្នកបម្រើនៅក្នុងផ្ទះមួយខណៈពេលដែលតួស្រីរបស់យើងកំពុងតែឈរចាំស្រាប់តែអ្នកបម្រើដែលមានវ័យចំណាស់គាត់ក៏បានមកសួរថាតើនាងមកទីនេះមានការអ្វីដែរតួស្រីរបស់យើងគាត់ក៏បាននិយាយថាគាត់បានឃើញការបង្ហោះផ្សព្វផ្សាយនៅក្នុងទំព័រ Facebook ថាត្រូវការអ្នកបម្រើមែនទេគាត់គឺចង់មកដាក់ពាក្យធ្វើការអ្នកបម្រើនៅផ្ទះនេះចំណែកអ្នកបម្រើដែលមានវ័យចំណាស់ម្នាក់នេះវិញគាត់ក៏និយាយថាពិតមែនហើយផ្ទះនេះគឺពិតជាត្រូវការអ្នកបម្រើបន្ថែមមែនរួចគាត់ក៏បានសម្លឹងមើលលើមើលក្រោមទៅកាន់តួស្រីរបស់យើងរួចគាត់ក៏សម្រេចឲ្យតួស្រីរបស់យើងចូលទៅជួបលោកតាកែរបស់គាត់នោះតែម្ដងស្របពេលដែលលោកតាកែកំពុងតែអង្គុយញ៉ាំកាហ្វេភ្លាមនោះក៏អ្នកបម្រើដែលមានវ័យចំណាស់បាននាំតួស្រីរបស់យើងចូលមកជួបលោកតាកែម្នាក់នេះគាត់ក៏សួរថានេះមកជួបគាត់មានការអ្វីមែនទេចំណែកអ្នកបម្រើដែលមានវ័យចំណាស់ម្នាក់នេះវិញគាត់ក៏និយាយថាមាននារីម្នាក់គាត់ចង់ដាក់ពាក្យធ្វើការនៅក្នុងផ្ទះយើងតើលោកអនុញ្ញាតដែរឬទេចំណែកលោកតាកែវិញគឺគាត់មិនសូវជាខ្វល់នោះឡើយគាត់ក៏សម្រេចចិត្តឲ្យតួស្រីរបស់យើងគាត់ចូលធ្វើការនៅក្នុងផ្ទះនេះតែម្ដងចំណែកតួស្រីរបស់យើងពេលដែលឮបែបនេះគាត់ក៏បានដើរចូលមកជម្រាបសួរលោកតាកែរួចគាត់ក៏បាននិយាយថាតើខ្ញុំអាចស្នាក់នៅទីនេះបានដែរឬទេព្រោះខ្ញុំមិនមានកន្លែងស្នាក់នៅនោះឡើយចំណែកលោកតាកែវិញគឺគាត់មិនគិតច្រើននោះឡើយគាត់ក៏សម្រេចចិត្តឲ្យនាងនៅទីនេះរួចគាត់ក៏ប្រាប់អ្នកបម្រើដែលមានវ័យចំណាស់ឲ្យទៅរៀបចំឬក៏ទៅប្រាប់បន្ទប់ឲ្យតួស្រីរបស់យើងស្នាក់នៅកន្លែងណាឲ្យបានត្រឹមត្រូវសាច់រឿងយើងក៏កាត់មកដល់អ្នកបម្រើដែលមានវ័យចំណាស់គាត់បាននាំតួស្រីរបស់យើងមកកន្លែងផ្លាស់សម្លៀកបំពាក់រួចគាត់ក៏បានណែនាំទៅកាន់តួស្រីរបស់យើងអ្នកបម្រើដែលមានវ័យចំណាស់គាត់ក៏បានរាយរាប់ប្រាប់បន្ថែមទៀតគាត់ក៏និយាយថាយើងមកធ្វើការដឹងធ្វើការមិនត្រូវក្រវៃផ្លេះផ្ដាស់ដែលនាំឲ្យលោកតកែប្រុសនិងតកែស្រីរបស់យើងក្តៅក្រហាយអីបន្ទាប់ពីព្រានប្រដៅតួស្រីយើងហើយអ្នកបម្រើដែលមានវ័យចំណាស់គាត់ក៏ដើរចេញទៅក្រៅបាត់ទៅសម្លឹងមកមើលតួស្រីរបស់យើងចោះគឺគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះគាត់កំពុងតែត្រូវការលុយផងហើយបែរជាបានការងារល្អបែបនេះគឺគាត់ពិតជាសប្បាយចិត្តមែនសាច់រឿងយើងក៏កាត់មកដល់ស្អែកឡើងមើលទៅតួស្រីរបស់យើងចោះគឺគាត់ខំប្រឹងធ្វើការជាខ្លាំងគាត់បានចង់តែឲ្យលោកចាស់របស់គាត់ប៉ុន្តែគាត់ពិតជាភ័យមែនទែនព្រោះគាត់មិនដែលធ្វើការងារនេះពីមុនមកឡើយបន្ទាប់មកទៀតគាត់ក៏បានរៀនធ្វើម្ហូបរួចគាត់ក៏បានយកម្ហូបមកឲ្យចៅហ្វាយស្រីរបស់គាត់គឺគាត់ពិតជាភ័យខ្លាចខ្លាំងណាស់ខ្លាចធ្វើម្ហូបនេះមិនត្រូវចិនលោកតកែស្រីរបស់គាត់ព្រោះតកែស្រីរបស់គាត់កំពុងតែមានទម្ងន់ផងតែពេលដែលឃើញថៅកែស្រីរបស់គាត់ញ៉ាំបែបឆ្ងាញ់បែបនេះតួស្រីរបស់យើងគឺគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់សាច់រឿងយើងក៏កាត់មកដល់ស្អែកឡើងតួស្រីយើងគាត់កំពុងតែជូតបង្កាន់ដៃសុកគាត់ស្រាប់តែឮសំឡេងអ្នកណាគេកំពុងតែលេងព្យ៉ាណូធ្វើគាត់ពិតជាឆ្ងល់ខ្លាំងណាស់តួស្រីរបស់យើងគាត់ក៏បានដើរចុះមកលួចមើលស្រាប់តែឃើញលោកថៅកែរបស់គាត់គឺកំពុងតែលេងព្យ៉ាណូដល់ពីរោះមែនតែនធ្វើឲ្យគាត់ពិតជាមានអារម្មណ៍ថារំភើបខ្លាំងណាស់ខណៈពេលដែលតួស្រីរបស់យើងកំពុងតែឈរមើលលោកចៅហ្វាយរបស់គាត់លេងព្យ៉ាណូដល់ពីរោះស្រាប់តែអ្នកបម្រើដែលមានវ័យចំណាស់គាត់ក៏រត់មកប្រាប់ថានេះឯងកំពុងតែឈរមើលអ្វីហ្នឹងគឺមិនល្អនោះទេគាត់ក៏និយាយបន្ថែមទៀតថាឯងមិនត្រូវធ្វើបែបនេះនោះទេឯងដឹងដែរទេថាលោកចៅហ្វាយស្រីគឺគាត់ប្រច័ណ្ឌប្តីគាត់ខ្លាំងណាស់ប្រយ័ត្នតែគាត់ឃើញគឺយើងមិនបានធ្វើការនៅទីនេះទាំងអស់គ្នាហើយរួចគាត់ក៏ប្រើតួស្រីរបស់យើងឲ្យយកស្រាក្រហមនេះយកទៅទុករួចរៀបចំទៅលាងបន្ទប់ទឹកនៅខាងលើតួស្រីរបស់យើងគាត់ក៏ឆ្លើយថាចារួចគាត់ក៏ប្រញាប់ឡើងទៅខាងលើបាត់ទៅខណៈពេលដែលតួស្រីរបស់យើងគាត់កំពុងតែលាងសម្អាតបន្ទប់ទឹកស្រាប់តែលោកថៅកែរបស់គាត់បានមកលួចមើលគាត់នៅក្នុងបន្ទប់ទឹកតែម្ដងហើយមើលលោកថៅកែម្នាក់នេះចុះគាត់សម្លឹងមិនដាក់ភ្នែកនោះឡើយព្រោះតួស្រីរបស់យើងគឺគាត់មិនណយនោះទេគឺគាត់មានរូបរាងគឺពិតជាសុចស៊ីខ្លាំងណាស់សាច់រឿងយើងក៏កាត់មកដល់យប់ឡើងតួប្រុសរបស់យើងដែលត្រូវជាលោកតកែកំពុងតែចង់វាយឡើងជាមួយនឹងប្រពន្ធរបស់គាត់
ប៉ុន្តែប្រពន្ធរបស់គាត់គឺមិនព្រមនោះឡើយប្តីកំហុយម្នាក់នេះគាត់ស្រាប់តែគេងគិតរួចក៏នឹកឃើញទៅដល់តួស្រីរបស់យើងដែលត្រូវជាអ្នកបម្រើទើបតែចូលមកថ្មីលោកតកែកំហុញអ្នកនេះនឹកឃើញពេលដែលតួស្រីកំពុងតែលាងសម្អាតបន្ទប់ទឹកគឺគាត់ពិតជាសិចស៊ីខ្លាំងណាស់គាត់ចុះគាត់ឡើងតួប្រុសកំហុយរបស់យើងគាត់ក៏ងើបឡើងទៅរកតួស្រីរបស់យើងតែម្ដងហើយគាត់ក៏បានកាន់ដបស្រាទៅផងដែរចំណែកតួស្រីកំហូចរបស់យើងវិញគាត់ក៏កំពុងតែគេងនឹករលឹកទៅដល់លោកតកែគាត់ផងដែរព្រោះតែថ្ងៃមិញថៅកែរបស់គាត់បានលេងឃ្យាណូដល់ពីរោះធ្វើឲ្យតួស្រីរបស់យើងលងស្នេហ៍លោកតកែម្នាក់នេះបាត់ទៅហើយលោកតកែកំហួយគាត់ក៏បើកទ្វារចូលមកដល់ធ្វើឲ្យតួស្រីរបស់យើងគាត់មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះមិននឹកស្មានថាលោកតកែរបស់គាត់គឺបានដើរចូលក្នុងបន្ទប់គាត់នោះឡើយចំណែកលោកតកែកំហួយម្នាក់នេះវិញគាត់ក៏បានចាក់ស្រាមកឲ្យតួស្រីរបស់យើងហើយគាត់ក៏សួរទៅកាន់តួស្រីតើអាចកំដរគាត់ផឹកស្រាបានដែរឬទេគឺគាត់កំពុងតែអបអរសុខខ្លាំងណាស់ចំណែកតួស្រីរបស់យើងគឺគាត់ក៏អំណយនោះដែរគាត់ក៏បានយល់ព្រមជាមួយនឹងលោកតកែហើយយើងមកមើលតួស្រីយើងពេលដែលគាត់លើកស្រាញ៉ាំចោះគឺគាត់ពិតជាស៊ីអារម្មណ៍ខ្លាំងណាស់ធ្វើឲ្យលោកតកែរបស់គាត់គឺពិតជាទប់អារម្មណ៍មិនបាននោះឡើយរួចលោកតកែរបស់គាត់ក៏មិនចាំយូរនោះដែរគាត់ក៏ចាប់ផ្ដើមមួយឡើងជាមួយនឹងអ្នកបម្រើដែលត្រូវជាតួស្រីរបស់យើងតែម្ដងខណៈពេលដែលលោកតកែកំហុយកំពុងតែមានអីជាមួយនឹងតួស្រីរបស់យើងអ្នកបម្រើចំណាស់គាត់ក៏បានឃើញរួចគាត់គឺពិតជាខឹងជំនួសលោកស្រីរបស់គាត់ខ្លាំងណាស់ចំណែកសាច់រឿងយើងក៏កាត់មកដល់ស្អែកឡើងតួស្រីរបស់យើងគឺគាត់កំពុងតែមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងណាស់ព្រោះបំណងប្រាថ្នារបស់គាត់បានសម្រេចទៅហើយចំណែកអ្នកបម្រើដែលមានវ័យចំណាស់ម្នាក់នេះវិញគាត់ក៏បាននិយាយទៅកាន់តួស្រីថាហេតុអ្វីទើបបានជាឯងមានអីជាមួយលោកថៅកែបែបនេះគឺវាពិតជាមិនសមនោះឡើយចំណែកតួស្រីរបស់យើងវិញគឺគាត់ដូចជាមិនសូវខ្វល់នោះទេព្រោះគាត់មានអារម្មណ៍ថាលោកថៅកែក៏ស្រឡាញ់ពេញចិត្តគាត់ដែរអ្នកបម្រើដែលមានវ័យចំណាស់ពេលដែលឮតួស្រីយើងមកក្រាស់បែបនេះគឺគាត់ពិតជាខឹងខ្លាំងណាស់គឺគាត់ប្រុងនឹងគិតធ្វើអ្វីមួយហើយសាច់រឿងយើងក៏កាត់អ្នកបម្រើដែលមានវ័យចំណាស់គាត់កំពុងតែចាក់ទឹកតែឲ្យចៅហ្វាយស្រីរបស់គាត់គិតចុះគិតឡើងដូចជាមិនអស់ចិត្តនោះឡើយចំណែកថៅកែស្រីម្នាក់នេះវិញពេលដែលឃើញអ្នកបម្រើរបស់ខ្លួនធ្វើដូចជាប្លែកបែបនេះគាត់ក៏សួរថានេះឯងមានរឿងអីលាក់បាំងជាមួយនឹងយើងមែនទេឯងឆាប់ប្រាប់យើងលឿនអ្នកបម្រើដែលមានវ័យចំណាស់ពេលដែលឮថៅកែខ្លួននិយាយបែបនេះគាត់ក៏ដែរចិត្តប្រាប់ទៅថៅកែស្រីរបស់គាត់ថាយប់មិញលោកថៅកែប្រុសបានលួចវាយឡើងជាមួយនឹងតួស្រីរបស់យើងដែលត្រូវជាអ្នកបម្រើដែលមកថ្មីនឹងឯងធ្វើឲ្យលោកស្រីរបស់គាត់គឺពិតជាខឹងតួស្រីយើងខ្លាំងណាស់ចំណែកលោកតកែស្រីម្នាក់នេះវិញពេលដែលបានដឹងរឿងបែបនេះគឺគាត់មិនចាំយូរនោះឡើយគាត់ក៏បានដើរតម្រង់ទៅជួបតួស្រីរបស់យើងតែម្ដងហើយតួស្រីរបស់យើងពេលដែលឃើញបែបនេះគាត់ក៏ភ័យណាស់ដែរចំណែកតកែស្រីគាត់មិនចាំយូរនោះឡើយគាត់ក៏បានទះមួយកំភ្លៀងទៅកាន់តួស្រីរបស់យើងតែម្ដងរួចតកែស្រីក៏និយាយថាឯងនេះគឺពិតជាថោកទាបខ្លាំងណាស់យើងខំផ្ដល់ការងារឲ្យឯងតែបែរជាឯងមកលួចតាក់ទងជាមួយនឹងប្តីរបស់យើងទៅវិញថៅកែស្រីប្រុងនឹងទះតួស្រីយើងមួយកំភ្លៀងទៀតទៅហើយតែបានអ្នកបម្រើដែលមានវ័យចំណាស់បានខាត់ទាន់ព្រោះគាត់មិនចង់ឲ្យលោកស្រីរបស់គាត់ប្រើកម្លាំងច្រើននោះទេព្រោះគាត់កំពុងតែមានផ្ទៃពោះផងលោកតកែស្រីក៏បាននិយាយទៅកាន់អ្នកបម្រើដែលមានវ័យចំណាស់គាត់បាននិយាយថាចាប់ពីស្អែកទៅគឺគាត់មិនចង់ឃើញមុខតួស្រីរបស់យើងទៀតនោះឡើយគ្រាន់តែចៅហ្វាយស្រីនិយាយបែបនេះអ្នកបម្រើដែលមានវ័យចំណាស់គឺគាត់បានដឹងថាត្រូវធ្វើដូចម្ដេចបាត់ទៅហើយចំណែកតួស្រីរបស់យើងវិញគឺគាត់ក៏មិនណយនោះដែរគាត់ក៏បាននិយាយទៅកាន់អ្នកបម្រើដែលមានវ័យចំណាស់ថាកុំមកចេះដឹងរឿងរបស់គាត់ចេះដោះស្រាយរឿងគាត់ហើយចំណែកអ្នកបម្រើដែលមានវ័យចំណាស់ម្នាក់នេះវិញគឺគាត់ពិតជាខឹងតួស្រីយើងខ្លាំងណាស់ពេលដែលតួស្រីយើងនិយាយឆ្លើយទៅកាន់គាត់បែបនេះគាត់ក៏មិនចាំយូរដែរគាត់ក៏បានលើកទូរស័ព្ទខលទៅអ្នកណាម្នាក់ហើយបើយើងចង់ដឹងថាគាត់ខលទៅអ្នកណាត
តោះយើងទៅតាមដានជាមួយនឹង admin ប្រូភ័ក្រទាំងអស់គ្នាសាច់រឿងយើងក៏កាត់មកដល់ហើយយប់ឡើងតួស្រីរបស់យើងគាត់កំពុងតែសម្រានលក់ស្កប់ស្កល់ផងស្រាប់តែគាត់បានបើកភ្នែកព្រមមកស្រាប់តែឃើញបុរសម្នាក់ដែលជាធិតករមកសម្រាប់គាត់ធ្វើឲ្យគាត់មានការពិតភ័យជាខ្លាំងរួចធិតករនោះក៏បានសម្លេះតួស្រីរបស់យើងចោលបាត់ទៅហើយសាច់រឿងយើងក៏កាត់មកដល់ស្អែកឡើងអ្នកទាំងអស់គ្នានៅក្នុងផ្ទះនេះពេលដែលបាត់តួស្រីយើងគឺគ្មានអ្នកណាខ្វល់នោះឡើយគឺធ្វើដូចមិនមានរឿងអីកើតឡើងចឹងហើយចំណែកលោកតកែស្រីម្នាក់នេះវិញពេលដែលបានសម្លេះតួស្រីរបស់យើងចោលហើយគឺគាត់មិនខ្វល់អ្វីទៀតនោះឡើយគឺគាត់គិតថាគ្មានអ្នកណាជាឆ្អឹងទៅតឹងកគាត់នោះទេតែតកែស្រីម្នាក់នេះគឺគាត់មិនទាន់ដឹងនោះឡើយថាគាត់មិនទាន់ដកឆ្អឹងទៅតឹងកចេញពីគាត់អស់នោះទេគឺគាត់មិនដឹងថានៅខាងក្រោយខ្នងគាត់គឺពិតជាមានជនអាក្រក់នោះច្រើនណាស់សាច់រឿងយើងក៏កាត់មកដល់យប់ឡើងទើបបានយើងដឹងថាអ្នកដែលអាក្រក់បំផុតនោះគឺអ្នកបំរើដែលមានវ័យចំណាស់នេះឯងគឺគាត់បានតាក់ទងបំរើតណ្ហាទៅតកែកំហួយម្នាក់នេះជាយូរណាស់មកហើយគិតទៅគួរឲ្យអាណិតលោកថៅកែស្រីម្នាក់នេះណាខំទុកចិត្តអ្នកបំរើដែលមានវ័យចំណាស់គិតថាគេស្មោះត្រង់ជាមួយនឹងគាត់តែបែរជាអ្នកបំរើដែលមានវ័យចំណាស់នេះលួចវាយឡើងជាមួយនឹងប្តីរបស់គាត់ពីក្រោយខ្នងទៅវិញ